សួស្តីប្រិយមិត្តអ្នកស្ដាប់ទាំងអស់គ្នាគណៈពេលនេះម៉ោង 11:40 នាទីហើយយប់នេះខ្ញុំនឹងនិយាយរឿងព្រៃខ្លាហើយគឺជាវគ្គបញ្ចប់នៃការតាមប្រមាញ់និងការរំដោះវិញ្ញាណនៅពេលដែលសវណ្ណខ្លាយទៅជាចំណីខ្លាវីរៈរត់យ៉ាងលឿនរហូតដល់ផុតព្រៃនេះបន្តមកទៀតក៏ឃើញផ្ទះអ្នកភូមិគាត់បាននិយាយរឿងរ៉ាវទាំងអស់ទៅដល់លោកមេភូមិនិងលោកគ្រូអាចារ្យភ្លាមៗមេភូមិខឹងសម្បាយ៉ាងខ្លាំងចំពោះអំពើរបស់ខ្លាធំដែលរំខានដល់អ្នកភូមិជាច្រើនឆ្នាំមកហើយលោកគ្រូអាចារ្យដែលជាអ្នកចេះមនោគមនិងយន្តបានផ្ដល់យោបល់ថាយើងមិនអាចកម្ចាត់ខ្លាដែលមានបារមីដោយប្រើតែអាវុធធម្មតាបានទេជាងនេះទៅទៀតព្រៃខ្លានោះគឺជាវិញ្ញាណដែលត្រូវបង្ខំមិនមែនជាខ្មោចកាចសាហាវឡើយយើងត្រូវទៅកម្ចាត់ខ្លាធំនោះនិងរំដោះវិញ្ញាណលោកតាគង់ឲ្យបានសុខពេលព្រឹកឡើងមេភូមិបានប្រមូលអ្នកប្រមាញ់ដែលមានបទពិសោធន៍ជាងគេ5នាក់រួមទាំងវីរៈលោកគ្រូអាចារ្យបានប្រគល់ខ្សែអំបោះសីមាក្រណាត់យន្តនិងទឹកមន្តប្រោះព្រំទៅលើអ្នកប្រមាញ់ទាំងអស់ដើម្បីការពារពួកគេពីអំណាចរបស់ខ្លាធំក្រុមអ្នកប្រមាញ់បានដើរតាមវីរៈឆ្ពោះទៅកាន់រូងភ្នំដែលសវណ្ណត្រូវបានបាត់បង់ជីវិតពេលទៅដល់មាត់រូងភ្នំដ៏ខ្មៅងងឹតពួកគេក៏បានប្រទះឃើញព្រៃខ្លាដែលមានរូបរាងដូចតាគង់ចេញមកអង្គុយនៅមាត់រូងធ្វើពុតជាយំសោកព្រៃខ្លាបានចាប់ផ្ដើមលួមលោមអ្នកប្រមាញ់ទាំងនោះកូនចៅអើយចូលមកកុំខ្លាចអីជីតាជឿចាប់ណាស់ជីតាបានឃើញទ្រព្យសម្បត្តិកប់នៅក្នុងរូងភ្នំនេះតែជីតាគ្មានកម្លាំងលើកទេចូលមកជួយជីតាផងវីរៈឃើញដូច្នោះក៏លើកខ្សែអំបោះសីមាឡើងហើយនិយាយដោយសំឡេងរឹតមាត់ទៅកាន់វិញ្ញាណនោះខ្ញុំដឹងថាឯងគឺជាអ្នកណាហើយកុំបន្តបកបញ្ឆោតទៀតអីយើងមកទីនេះដើម្បីកម្ចាត់ម្ចាស់ឯងហើយដោយសារអំណាចនៃយន្តនិងការស្រែកហៅឈ្មោះពិតរបស់ខ្លួនព្រៃខ្លាក៏ចាប់ផ្ដើមញ័រខ្លួនយ៉ាងខ្លាំងហើយទឹកភ្នែកក៏ហូរចេញមកវិញ្ញាណនោះមានភាពទន់ខ្សោយហើយស្រែកធ្ងរដោយសំឡេងពិតរបស់លោកតាគង់មិនមែនជាសំឡេងលួមលោមទៀតទេត្រប់ពេលនោះខ្លាធំដែលដេកនៅក្នុងរូងភ្នំក៏ស្រែកកំហកឡើងយ៉ាងខ្លាំងហើយស្ទុះចេញមកវាឃើញអ្នកប្រមាញ់មានយន្តការពារក៏ដឹងថាខ្លួនមិនងាយឈ្នះទេការប្រយុទ្ធដ៏ធំក៏បានកាត់ឡើងអ្នកប្រមាញ់បាញ់កាំភ្លើងនិងចោលរំពេងទៅលើខ្លាធំតែវាមានស្បែករឹងមាំខ្លាំងណាស់លោកគ្រូអាចារ្យក៏បានបោះទឹកមន្តនិងប្រោះទឹកមន្តទៅលើខ្លានោះពេលខ្លាត្រូវទឹកមន្តវាក៏ស្រែកយ៉ាងខ្លាំងហើយកម្លាំងបារមីរបស់វាក៏ធ្លាក់ចុះខ្សោយពួកអ្នកប្រមាញ់ក៏ឆ្លៀតឱកាសនេះប្រើអាវុធចាក់ទម្លុះក្បាលនិងបេះដូងរបស់ខ្លារហូតដល់វាដួលស្លាប់នៅនឹងកន្លែងពេលខ្លាធំស្លាប់ទៅអំណាចដែលឃុំឃាំងវិញ្ញាណរបស់លោកតាគង់ក៏បានរលាយបាត់ទៅវិញ្ញាណព្រៃខ្លាក្នុងរូបរាងជាតាគង់ក៏បានលេចឡើងទាំងស្រុងគាត់ញញឹមទាំងទឹកភ្នែកទៅកាន់វីរៈនិងក្រុមអ្នកប្រមាញ់ហើយក៏បានអោនគោរពលោកគ្រូអាចារ្យក្រោយមកវិញ្ញាណរបស់គាត់ក៏បានសាយភាយបាត់ទៅដោយសុខសាន្តរួចផុតពីអំពើទរណកម្មទាំងអស់ចាប់តាំងពីពេលនោះមកអ្នកភូមិរស់នៅដោយសុខសាន្តហើយលែងមានមនុស្សវង្វេងផ្លូវឬបាត់បង់ជីវិតដោយសារព្រៃខ្លាទៀតហើយជាចុងបញ្ចប់រឿងនេះនៅតែជារឿងអប់រំតគ្នាថាភាពឆ្លាតវៃនិងការប្រុងប្រយ័ត្នអាចកម្ចាត់សេចក្តីអាក្រក់បានហើយការជួយរំដោះវិញ្ញាណដែលជាប់គាំងគឺជាអំពើដ៏ល្អបំផុត